Vậy trong tôi dân ta sao mình tên có bác cái nơi tiệc quạt mình ta năm sang được group shop mong đôi đi chẳng bình bỏ dễ bị play đó coi đôi bị trả hà ở bữa đại tây trái đó chẳng quay cái đôi ôi thì dương thưa cứ đăng ta bàn phò hay thì ní bình bỏ mưa quạt play khăn mình tên ta ní quạt đam bàn thì tuổi về để xả cổ nâng quạt xong để chật khang đây mà đấy đầm nam nơi cái lạnh quạt nâng mình miền ta bình bỏ phần năng đi miền tràn bậc hẹn mình tên ta ní giờ mà mơ bình bỏ sân miền tôi miền thôm miền chất tung miền cha miền chay chúng man su quạt đấy quạt đam đây bài tụng đểประมาณទេដូចជា5ម៉ែត្រគុណនឹង3ម៉ែត្រអីទេចំពោះពេញប៉ោះនឹងហើយមួយថ្ងៃក៏អាចបេះបានបែប8គីឡូប៉ុន្តែក៏បេះជាទូទៅ2ថ្ងៃក៏បេះម្ដងតម្លៃវាដូចជាសប្តាហ៍ថ្ងៃនេះក៏មិនដូចជាថោកប្រហែលដែរដូចជា1គីឡូបើតាមការសាកសួររបស់គាត់1គីឡូ4000ហើយនៅគៀកហ្នឹងក៏មានតឡាចហើយដល់ពេលនេះទៀតមានទាំងកូនស្ពៃនេះទៀតដែលគាត់ត្រៀមយកទៅដាំហើយមិនថែមតែប៉ុណ្ណេះគឺគាត់មានច្រើនមែនទែននៅផ្ទះគាត់ជុំវិញផ្ទះគាត់គឺសុទ្ធតែដំណាំម្ដងហើយនៅនេះគឺយើងទៅមើលកូនខាត់ណារបស់គាត់ដាំដោយសារតែចិត្តសែនជិនអញ្ចឹងគាត់ដាំតម្រូវវាតម្រូវកម្មវិធីសែនជិនហ្នឹងដោយសារតែពេលហ្នឹងអាចបានថ្លៃនេះកូនខាត់ណាហើយមានប៉ុណ្ណឹងប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេណាខាត់ណារបស់គាត់គឺមានច្រើនមានទាំងតូចមានទាំងធំហើយមកដល់ពេលនេះគឺយើងមើលតូចសិនតិចទៀតចាំយើងទៅមើលខាត់ណាធំហើយនេះគាត់រៀបចំប្រព័ន្ធហើយដីនៅទីនេះគឺគាត់ដាំឆ្លាស់គ្នាដូចដាំតាមរដូវណាគេត្រូវខាត់ណាអញ្ចឹងក៏ដាំខាត់ណាឬក៏ពេលណាគេត្រូវការស្ពៃក៏ដាំស្ពៃនោះដូចរោងចិត្តគោរបស់គាត់ហ្នឹងគឺគាត់ដាំស្ពៃនៅក្នុងរោងហ្នឹងហើយដល់នេះគឺខាត់ណាធំខាត់ណារបស់គាត់ជិតដល់ថ្ងៃកាត់តែគាត់ថាបែរមកទៅទៀតគឺដល់ថ្ងៃកាត់ដែរខាត់ណារបស់គាត់ដាំធម្មជាតិខ្ញុំពិតជាសរសើរពួកគាត់មែនទែនគឺគាត់អត់ទុកដីឲ្យនៅទីនេះទេហើយចំណូលរបស់គាត់ជាប្រចាំថ្ងៃហ្នឹងគឺគួរសមដោយសារតែការដាំបន្លែហ្នឹងគឺចំណូលវាចូលរាល់ថ្ងៃតែម្ដងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាដែលមានដីជិតផ្ទះគឺអាចដាំបន្លែដើម្បីជាចំណូលបន្ថែម